Ok, buổi xuân này đọc nghĩa xong xóa công ca chùa mà càng xài video clip blog nhầm chẳng sao đã thay thay ní đọc nghĩa xong làm nghĩa dương để pra telegram hay cái bông pra sọc sóc hãy tin tu sập mấy rồi cái dương trong tập đồ to đi vài để tu sập xây tiết cứ việc ỏi thế cứ việc tiền tiền dương bằng lối chẳng còn ỏi chưa các bạn chỉ muốn cả bằng lối nắng để đọc nghĩa xa mong pra telegram web cứ biến một nghe được nghĩa web nó người thảo chỉ bảo web browserរបស់ telegram វាបង្កើតដំបូងវា Telegram web បន្ទាប់មកវា update វាបង្កើតជា app អីចឹងណាចឹងយើងអាចបង្កើត Telegram web ហ្នឹងហើយយើងអាច install វាប្រើដូចជា app ចឹងហើយចឹងសម្រាប់អ្នកនរគ្នាដែលមានបញ្ហាបែបហ្នឹងទាមទារបង់លុយបែបនេះអ្នកនរគ្នាអាចមើលវីដេអូរបស់ខ្ញុំតាមម្ដងរត់ចប់ទាំងអស់គ្នាតោះកុំឲ្យខាត់ពេកយើងទៅជាមួយខ្ញុំទាំងអស់គ្នាអ្នកនរគ្នាចូលមក Google មកដំបូងទៅវាយពាក្យថា Telegram web អូខេមកប៉ុណ្ណឹងហើយយើងអ្នកនរគ្នាចុចរើសយកនេះ sign in នេះចុចលើនេះមកហើយសម្រាប់គ្នាយើងដែលថ្មីដែលអត់បានជួយចុច subscribe channel របស់ខ្ញុំសូមជួយចុច subscribe បងប្អូនគ្នាដើម្បីទទួលបានវីដេអូថ្មីទាំងអស់គ្នាអូខេរងចាំតិចរងចាំទៀតកន្លែងនេះអ្នកនរគ្នាធ្វើការដាក់លេខទូរស័ព្ទរបស់អ្នកនរគ្នាមកអូខេតទៅពីដាក់ឲ្យអ្នកនរគ្នាធ្វើការចុច next មកនេះហើយវានឹងផ្ញើលេខកូដវាថាយើងនឹងបានផ្ញើសារលេខកូដនេះទៅកាន់ Telegram app យក other device អូខេអញ្ចឹងយើងទៅបើក device នៃទូរស័ព្ទដៃរបស់យើងមួយទៀតមកដែលយើងកំពុងប្រើបច្ចុប្បន្នហើយយើងចង់ផ្លាស់ប្ដូរទៅ device ណាផ្សេងអញ្ចឹងណាអ្នកនរគ្នាចឹងរងចាំបន្តិចខ្ញុំទៅបើកសិនអូខេឥឡូវនេះវាបានលេខកូដខ្ញុំដាក់ឲ្យអ្នកគ្នាចាំផ្លែ3 អូខេបន្ទាប់ពីបាយហើយគឺវាលោតឲ្យយើងប្រើតែម្ដងនេះបងប្អូនវាមាន channel ដូចគ្នាមានអីដូចគ្នាអញ្ចឹងអ្នកទាំងគ្នាមានជា folder អីដូចគ្នាអូខេបន្ទាប់ពីចាញ់អញ្ចឹងហើយអ្នកទាំងគ្នាចង់តែយកមកដាក់លើ screen នៃ desktop នៃទូរស័ព្ទដៃរបស់យើងអ្នកទាំងគ្នាក៏ចុចសញ្ញា3 trade នេះ3អុចមកហើយអ្នកទាំងគ្នាយកពាក្យថា add home screen ហើយចុច install មកអ្នកទាំងគ្នាខកន្លែងនេះវាដាក់ថា Telegram web អញ្ចឹងពាក្យ install មកអូខេហើយយើងមក home screen នេះមកយើងទៅមើល Telegram របស់យើងនេះនេះអ្នកទាំងគ្នារងចាំតិចនេះ Telegram app របស់យើងអ្នកទាំងគ្នាឃើញនេះ Telegram app នេះ Telegram web ឃើញខុសគ្នាអ្នកទាំងគ្នាវាខុសឈ្មោះ Telegram web ឃើញតែយើងអាចបើកប្រើបានដូចគ្នាគាត់ថា Telegram web វារឿងយឺតជាង Telegram app នេះទាំងគ្នាអូខេអញ្ចឹងវីដេអូខ្លីរបស់ខ្ញុំមានតែប៉ុណ្្នឹងទេអ្នកទាំងគ្នាពាក់ព័ន្ធនឹងការប្រើ Telegram សុកហើយយើងចង់បដូរ device វាទាមទារបង់លុយបែបនេះអ្នកទាំងគ្នាអាចសាកល្បងមកប្រើ Telegram web ជាមួយខ្ញុំទាំងអស់គ្នាអូខេដើម្បីកុំឲ្យចំណាយលុយបង់ Telegram Premium ហើយយើងអាចប្រើនឹងជំនួសសិនចាំទៅថ្ងៃមុខវាទៀមមិនទេយើងអាចតាមគិតទៀតអូខេអរគុណអ្នកនរគ្នាសម្រាប់ការចំណាយពេលវេលាតាមដានទស្សនាខ្សែវីដេអូរបស់ខ្ញុំហើយសង្ឃឹមថាវីដេអូនេះផ្ដល់ជាប្រយោជន៍ដល់អ្នកនរគ្នាហើយជួបខ្ញុំខ្សែវីដេអូក្រោយទៀតណាបាយបាយ